នៅតាមដងទន្លេតូចមួយដែលមានផ្ទះឈើមួយខ្នងដែលស្ថិតនៅជិតមាត់ទឹកអ្នកភូមិនៅទីនោះតែងតែព្រមានក្មេងៗថាកុំឲ្យទៅលេងទឹកពេលព្រលប់ព្រោះមានគ្រោះថ្នាក់ខ្លាំងណាស់នៅទីនេះមានស្ត្រីម្នាក់លង់ទឹកស្លាប់តាំងពីសម័យសង្គ្រាមមកម្ល៉េះហើយវិញ្ញាណរបស់នាងត្រូវបានស្ថិតនៅទីនេះនាងតែងតែរកក្មេងៗដើម្បីយកមកជំនួសខ្លួននាងទៅដួងវិញ្ញាណរបស់នាងឆាប់បានទៅចាប់ជាតិនៅឆ្នាំ2020មានយុវតីម្នាក់ឈ្មោះណារ៉ាដែលជានិស្សិតវិស្វកម្មមកពីភ្នំពេញត្រឡប់មកភូមិកំណើតដើម្បីចូលរួមពិធីបុណ្យភូមិណារ៉ាជាក្មេងស្រីស្អាតសក់វែងស្បែកសនិងមានសម្លេងដ៏ពីរោះនៅពេលដែលនាងនិយាយអាចធ្វើឲ្យមនុស្សជុំវិញខ្លួនរបស់នាងក្រឡេកមើលមកនាងគ្រប់គ្នានៅពេលដែលគេនិយាយរឿងខ្មោចនាងជឿបន្តិចមិនជឿបន្តិចព្រោះរឿងខ្មោចទឹកនៅទីនេះវាមិនមានទៀតទេព្រោះនៅសម័យនេះហើយនាងគិតថាវាគ្រាន់តែជារឿងនិទានតែប៉ុណ្ណោះនៅយប់មួយក្រោយពិធីបុណ្យភូមិបញ្ចប់ណារ៉ានិងមិត្តភ័ក្តិ3នាក់ទៀតមានសុវណ្ណរិទ្ធនិងវិបុលបាននាំគ្នាទៅលេងនៅឯមាត់ទឹកនៅពេលនោះជាពេលយប់ទឹកមានភាពស្ងប់ស្ងាត់ល្អណាស់ពួកគេបានអង្គុយនៅលើស្ពានឈើហើយលេងសើចយ៉ាងសប្បាយសុវណ្ណបាននិយាយថាណារ៉ាឯងកុំទៅចិត្តទឹកពេកគេនិយាយថាមានខ្មោចទឹកនៅទីនេះប្រយ័ត្នវាទាញឯងចុះទៅក្នុងទឹកណាណារ៉ាក៏បានសើចហើយនិយាយប្រាប់ថាខ្មោចទឹកគួរឲ្យអស់សំណើចខ្លាំងណាស់បើវាមានពិតមែនខ្ញុំចង់ជួបវាដើម្បីសួរថាហេតុអីវាមិនទៅយកមនុស្សអាក្រក់ឲ្យអស់ទៅពួកគេសើចយ៉ាងសប្បាយនៅម៉ោង7:10 យប់សុវណ្ណរិទ្ធនិងវិបុលបាននាំគ្នាត្រឡប់ទៅផ្ទះវិញព្រោះមានភ្លៀងធ្លាក់តិចណារ៉ាក៏បានប្រាប់ទៅមិត្តភ័ក្តិថាខ្ញុំចង់នៅបន្តិចទៀតសិនចាំខ្ញុំទៅតាមក្រោយអង្គុយលេងឲ្យសប្បាយខួរក្បាលសិនកុំបារម្ភពីខ្ញុំអីទៅចុះរីឯមិត្តភ័ក្តិ3នាក់នោះក៏បានទុកនាងចោលតែម្នាក់ឯងណារ៉ាបានអង្គុយនៅលើស្ពានលេងតែម្នាក់ឯងនៅក្រោមដំណក់ទឹកភ្លៀងតិចស្រាប់តែនាងឃើញនៅក្នុងទឹកមានរូបរាងស្ត្រីមួយអណ្ដែតឡើងមកលើផ្ទៃទឹកណារ៉ាគិតថាប្រហែលជាស្រមោលឬជាត្រីធំដូច្នេះនាងមិនបានចាប់អារម្មណ៍ប៉ុន្មានទេភ្លាមនោះស្រាប់តែមានសំឡេងស្ត្រីម្នាក់បានហៅនាងចុះទៅក្នុងទឹកមកលេងជាមួយខ្ញុំមកទឹកត្រជាក់ល្អណាស់ណារ៉ាក៏ភ្ញាក់ព្រឺតរួចសួរទៅកាន់សំឡេងនោះថាអ្នកណាគេនិយាយឆាប់ចេញមកភ្លាមកុំលេងអីឈួនអញ្ចឹងណាខ្ញុំអត់ចូលចិត្តទេណារ៉ាចាប់ផ្ដើមភ័យរួចក្រោកឈរឡើងប៉ុន្តែជើងនាងរអិលរួចដួលចុះទៅក្នុងទឹកនាងព្យាយាមហែលប៉ុន្តែដូចជាមានអ្វីមួយកំពុងតែទាញជើងនាងចុះទៅក្រោមនៅពេលនាងជ្រមុជចុះទៅក្នុងទឹកហើយបើកភ្នែកមើលស្រាប់តែនាងឃើញមុខស្ត្រីនោះណារ៉ាមានភាពភ័យខ្លាចយ៉ាងខ្លាំងណារ៉ាបានព្យាយាមហែលឡើងលើវិញរហូតដល់នាងអាចឡើងមកលើផ្ទៃទឹកបានហើយនាងក៏បានស្រែកហៅរកជំនួយប៉ុន្តែគ្មាននរណាឮទេនៅពេលនាងព្យាយាមឡើងលើគោកស្រាប់តែមានដៃមួយលាតចេញពីទឹករួចចាប់កជើងនាងទាញចុះទៅវិញនាងបានបាត់ខ្លួននៅក្នុងទឹកអស់រយៈពេល1យប់ លុះព្រឹកឡើង
មិត្តភ័ក្តិរបស់នាងបានតាមមករកនាងហើយក៏បានប្រទះឃើញស្បែកជើងនាងមួយគូនិងទូរស័ព្ទដៃនៅលើស្ពានគ្រួសាររបស់ណារ៉ាយំសោកយ៉ាងខ្លាំង 3 ថ្ងៃក្រោយមកមានក្មេងស្រីម្នាក់នៅចុងភូមិបាននិយាយថា ខ្ញុំឃើញបងណារ៉ាឈរនៅមាត់ទឹកនៅពេលប្រលប់ហើយបានញញឹមដាក់ខ្ញុំសួរគាត់តែគាត់មិនបានឆ្លើយតបវិញសោះរួចខ្ញុំក៏ជិះកង់ចេញទៅបាត់ បន្ទាប់មកមានយុវតីមួយរូបបានបាត់ខ្លួននៅមាត់ទឹកនេះដូចគ្នាដែរបន្ទាប់មកទៀតក៏មានម្នាក់ទៀតរួចមានជាបន្តទៀតរហូតដល់អ្នកភូមិនៅក្នុងភូមិនោះចាប់ផ្ដើមមានការភ័យខ្លាច ជារឿយពួកគេបានប្រទះឃើញណារ៉ាឈរនៅមាត់ទឹកនៅពេលប្រលប់ហើយសើចដាក់អ្នកដតីដែលឆ្លងកាត់ផ្លូវនោះ រហូតមកដល់សប្តាហ៍ថ្ងៃនេះអ្នកភូមិគ្រប់គ្នាបានហាមកូនចៅមិនឲ្យទៅក្បែរទឹកនោះទៀតទេហើយបើមានអ្នកណាឆ្លងកាត់អ្នកនឹងឃើញមានក្មេងៗកំពុងតែលេងទឹកនៅពេលយប់ជ្រៅអ្នករស់នៅក្នុងភូមិនោះមិនហ៊ានចេញមកទេព្រោះឮតែសំឡេងញំពីក្នុងទឹកលាយឡំនឹងសំឡេងសើច